សួស្តីបងប្អូនបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូទាក់ទងនឹងការធ្វើ blur background ពីក្រោយដូចនៅរូបនេះបាទជាដំបូងបងប្អូនត្រូវមានរូបភាពមួយបាទត្រូវមានរូបភាពដែលបងប្អូនចង់ធ្វើរូបភាពបែបនេះបាទដែលបងប្អូនចង់ធ្វើ blur background មកតោះមកបងប្អូនអូសរូបហ្នឹងចូលនៅក្នុង Adapt Photoshop យើងមកបាទបន្ទាប់ពីចូលនៅក្នុងកម្មវិធីរួចហើយបងប្អូនចូលកន្លែង filter នេះមកបាទបន្ទាប់មកចូលកន្លែង camera raw ឬមួយក៏ shortcut shift control អក្សរ A បាទចុចលើវាមកបន្ទាប់មកវាមានមុខងារបែបហ្នឹងបាទវាមាន line វាមាន color វាមាន effect វាមានអីផ្សេងៗហ្នឹងទៅបាទអ្វីដែលបងប្អូនត្រូវធ្វើគឺកន្លែង lens blur នេះបាទ lens blur នេះនៅ Adapt Photoshop 2025បើបងប្អូនអត់ទាន់មានទេសូមបងប្អូន comment នៅខាងក្រោមវីដេអូហ្នឹងមកបងប្អូនគ្រាន់តែ comment ថាបងប្អូនមិនទាន់មានទេខ្ញុំនឹងធ្វើវីដេអូមួយទៀតដើម្បីបង្ហាញពីរបៀប download បាទបន្ទាប់មកបងប្អូនចុចកន្លែងហ្នឹងមកបាទ apply បាទសូមរងចាំ plate វាពងដើរបាទបន្ទាប់ពីបាន apply ហើយគឺវាចេញបែបនេះបាទមានន័យថារូបនេះវាអត់ទាន់ស្អាត 100% ទេបាទអញ្ចឹងបងប្អូនត្រូវធ្វើវាបន្ថែមទៀតបាទតមកបងប្អូនចុចកន្លែងនេះដើម្បីរកចំណុចណាដែលវាអត់ទាន់ blur ដាច់ស្អាតទេបាទដូចចំណុចនេះគឺវាអត់ទាន់ blur ទេបាទអញ្ចឹងបងប្អូនចុចកន្លែង blur នេះមកចុចមក click ចឹងមកហើយកន្លែងនេះកន្លែងពង្រីកពង្រួមកន្លែងប្រាស់យើងទៀតជំរឿបាទនេះវាធំប្រាស់កន្លែងម៉ៅខ្ញុំអូសចូលឡើងហ្នឹងបាទពេលបងប្អូនចង់បានតូចជាងហ្នឹងចុចកន្លែងហ្នឹងមកបាទហើយធ្វើការចុចម៉ៅឆ្វេងឲ្យជាប់ដើម្បីលុបបែបហ្នឹងរួចហើយគឺបងប្អូនបើកភ្នែកកន្លែងនេះវិញមកគឺឃើញស្អាតហើយបាទហើយកន្លែងនេះតកតងនឹង blur style blur ផ្សេងហើយនេះ style blur បែបនេះនេះ style blur បែបនេះនេះ style blur បែបនេះហើយកន្លែងនេះ style blur បែបនេះហើយកន្លែងនេះគឺ style blur បែបនេះបាទគឺផ្សេងគ្នាទាំងអស់បន្ទាប់ពីប៉ុណ្ណឹងហើយគឺរូបយើងស្អាតហើយបាទបន្ទាប់ពីធ្វើរួចបងប្អូនចុច OK នេះមកបាទរូបយើងគឺ blur background ស្អាតហើយអញ្ចឹងមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមបងប្អូនជួយ Subscribe ចុច Like និង Comment នៅខាងក្រោមវីដេអូនេះផងសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ